បាទសូមគោរពជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅវេលានេះថ្ងៃនេះខ្ញុំបាទសូមឆ្លៀតបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តអំពីវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទដែលខ្ញុំបានមានឧបនិស្ស័យរកបានរើសបាននៅលើទីទួលភូមិចាស់ទីទួលបុរាណបាទគឺសន្សំច្រើនឆ្នាំបាទទៅច្រើនដងហើយវត្ថុទាំងអបាលមកនេះបាទគឺក្នុងមួយជើងពាននេះប្រហែលជា 5% ដែលខ្ញុំបានទទួលយកពីអ្នកស្គាល់គ្នាឬក៏អ្នកជិតខាងបាទណានៅក្នុងស្រុកភូមិជាមួយខ្ញុំបាទបើមិនស្គាល់មិនដឹងប្រភពច្បាស់លាស់ក៏ខ្ញុំបាទមិនទទួលយកដែរព្រោះអីខ្ញុំបាទមានហើយបាទណាគឺណាមួយស្រឡាញ់ចូលចិត្តបែបថាដើរតាមស្វែងរកដោយខ្លួនឯងបាទណាហ្នឹងណាមួយទៀតគឺមិនមានបច្ច័យបាទខ្វះខាតបាទក្រខ្សត់ហ្នឹងបាទហើយរបស់ទាំងកបោមកនេះខ្ញុំបានធ្វើកិច្ចនៅថ្ងៃជាវេលាល្អនៅថ្ងៃម្សិលមិញបាទល្ងាចម្សិលមិញប្រហែលជាម៉ោង 4 ម៉ោង 5 រសៀលល្ងាចដោយសារតែថ្ងៃជាវេលាល្អផងហើយមេឃធ្លាក់ភ្លៀងផងអញ្ចឹងដូចខ្ញុំធ្លាប់ជម្រាបចែករំលែកជូនពុកម៉ែបងប្អូនរួចម្ដងពីរដងរួចមកហើយណាហ្នឹងរួចម្ដងពីរដងមកហើយបាទសម្រាប់អ្នកមិនទាន់ដឹងខ្ញុំបាទនឹងសូមចែករំលែកចំណេះដឹងតិចតួចស្ដើងម្ដងទៀតបាទជូនទៅកាន់ពុកម៉ែបងប្អូនខ្មែរយើងដែលគាត់មិនទាន់បានជ្រាបមិនទាន់បានដឹងអ្នកដឹងហើយក៏ដឹងទៅចោះបាទមិនមានបញ្ហាទេគឺខ្នាយឬក៏ថ្មសំលៀងបាទមិនថាខ្នាយញីខ្នាយឈ្មោលបាទណាថ្មសំលៀងជ្រូកព្រៃប្រភេទឈ្មោលថ្មសំលៀងជ្រូកព្រៃប្រភេទញីនិងស្នែងរមាំងក្តីបាទប្រោះក្តីខ្ទីងក្តីឆ្លោះក្តីបាទឲ្យតែជារបស់សត្វព្រៃបាទនេះខ្ញុំសំដៅលើខ្នាយជ្រូកព្រៃមិនថាខ្នាយញីខ្នាយឈ្មោលនិងស្នែងគ្រប់ប្រភេទឲ្យតែជារបស់សត្វព្រៃគឺដល់ពេលពុកម៉ែបងប្អូនគិតថាថ្ងៃជាវេលាល្អសម្រាប់យើងសម្រាប់ឆ្នាំយើងឬក៏យើងជាអ្នកថែសារគោរពបូជាបបាត់ហ្នឹងអញ្ញាតគេមកហើយយកទៅឈ្មោះដីឈ្មោះភក់ដែលមេឃភ្លៀងទៅដីភក់តុនហ្នឹងយើងឈ្មោះយកចំណុចចុងឬក៏ចុងខ្នាយចុងស្នែងហ្នឹងឈ្មោះដើម្បីបើកលៀបបើកខ្ចីនិងបើកមុខនិងទម្លុះរាល់រារាំងបញ្ហារារាំងពេលដំណើរក្នុងការរកស៊ីក្នុងការធ្វើដំណើរបាទបិទលៀបបិទជ័យហ្នឹងបាទនឹងមួយទៀតបន្ថែមនៅអនុភាពវត្ថុទាំងកបោមកនេះកាន់តែពូកែកាន់តែស័ក្តិសិទ្ធិបាទធ្វើបែបនឹងយូរដងទៅគឺរបស់ឡើងកម្លាំងបាទឡើងសាច់មើលទៅប្លែកស្អាតបាទហ្នឹងបាទហើយទី1នេះគឺជាខ្នាយរបស់អ្នកស្គាល់គ្នាដែរទេបាទគាត់ធ្លាប់រើសបានថ្មសំលៀងជ្រូកព្រៃមួយគ្រាប់ដែរបាទហើយក៏គាត់យកមកជូនខ្ញុំរួចហើយផងដែរបាទនេះគាត់យកមកក្រោយទៀតបាទមួយអង្គនេះបាទគឺញាក់សាច់តែម្ដងដោយខ្ញុំធ្លាប់បង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តម្ដងរួចមកហើយបាទនៅថ្ងៃជាវាល្អគ្រាន់តែខ្ញុំបាទងើបពីសម្រានមកព្រឹកឡើងគឺគាត់យកមកដល់ផ្ទះភ្លាមបាទហើយរបស់នេះគឺខ្លាំងអញ្ចឹងខ្ញុំក៏អនុញ្ញាតតួអង្គគេហើយបិទបញ្ចុះនៅក្នុងហ្នឹងមានដូចជាស្លឹកបញ្ញាក្អែកដើមស្នោបាទស្នោទឹកឬក៏ស្នោមាន់ហើយ
nâng bật tiêu hơi nâng bầm này khăn tan bạn bầm này khăn tan cứ chỉ khăn bộ ràn tiết nhé bạn phục bằng bộ khăn bộ ràn là bạn bạn mình phục bạn say rồi bạn lời tí tua phùm trà tí tua bộ ràn bạn cứ thừa kể rồi hơi mới tấu xong xuân và nó mình sau chiều bị bạn mơ đôi từ bồn và từ vốn cứ quật press hào và nó press chúng nó press tôi thì và nó press tôi còn được xài sọ của một vào chẳng móc bạn hơi chúng nó ní cứ press tầng tay cái lại tan nắng mà đòi cô làm đòn đó này ai đang cách để có tay xạ bạn rồi đôi khi chấm điệp bỏ xài đồ đà chẳng cứ quật ô mặc vào chúng nó để có tranh pi của bề một của nó và tranh mà ô mặc vào có trống nó cũng bằng buồn và quật tàu co tàu bốc cho mùi lần chờ chẳng quật ô cài tới cái bạn cạch một bạn còn mình làm chẳng hết cách cứ đọc cho bạn mình bằng sao nâng chỉ điệp to bị cha pro thể cha móc cứ bẹp nắng nó cũng bằng buồn ót trao thì bạn chỉ là ô mặc vào và còn ô mặc vào một cạch bạn chẳng nó ta ấp bạn hơi nam ở trong này cô ní video muốn xem phô được thấy cứ sờ đỏ trên mòn chẳng bạn thấy press ha mình tên bạn cũng bằng cứ còn rớt ban nó miền bạn phải ăn krong cho ăn đầu nắng thì cứ là bỏ nâu cho mình nó cho cô chơi thì cái bài cái đã chơi đây chơi nó rồi lùm hơi miền chơi bục nâu nữa cũng bằng nó bạc bài nó bạn và cách đưa mình sầm khăn thì cũng bằng sầm khăn là bắn tay xả bị thòm triệt hơi sầm nam ô mặc bao cũng trắng cứ mình sau chỉ miền nó cũng mang bộ ba sạch cha cua sòmประเภทขนายประยุทธ์คือสำเลี้ยงมันเซาชีเมียนทมthế bà quật không prang lụt bay chỉ ở một cà phê luôn quật chẳng sầm ลี้ยงbàn tịch bà sầmเลี้ยงtịch bà sầmเลี้ยงbàn tịch bà tay còng sạch bà phục mang ôn hay khi mà xong chỉ này phóng bạn đây khi bạn lạ cao đó bạn độ chết chẳng mình lạ đây thì lạ cao bạn hai bọc xem tiếp trong bạn là bằng hai chai chun bộ mài bằng ổn tôi sẽ làm cầm san rồi class nấu class chẳng tao là ngày nay bạn số bằng hai trù tê để sạch nhận ba là vô tên nó cũng mang ổn bạn vô trong liệt và liệt bằng hai trù sẵn và hơi và thổ TP ní cứ chỉ mình robot chụp ở đấy bạn mìnhประเภท small robotนี้ខ្ញុំបាទស្រោបពាក់ថែសាបូជាបន្ទាល់ខ្លួនខ្ញុំបាទរាប់ឆ្នាំហើយតែខ្ញុំធ្វើកិច្ចដោះប្រាក់ចេញបាទដោយសារតែចំណុចស្រោបមើលទៅអត់សូវស្អាតចឹងណាបងប្អូនបាទរៀងពិបាកមើលចឹងខ្ញុំដោះចេញដើម្បីអាញាធ្វើកិច្ចចោះប្រឡោះដាក់ក្រវិលឬក៏ស្រោបថ្មីបាទគឺសាច់របស់គាត់មើលទៅគឺបែបថាកម្លាំងបាទមកនៅជាមួយខ្ញុំបាទយូរហើយបាទណាកម្លាំងឡើងរះចឹងបាទលឿងទឹកឃ្មុំចឹងណាបងប្អូនហើយតាន់ប្រហែលជា80%បាទថ្មិញជ្រូកព្រៃប្រភេទថ្មិញមុខបាទថ្មិញជ្រូកឈ្មោលបាទហើយនេះក៏ខ្ញុំបាទធ្លាប់បង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនៈកំសាន្តម្ដងពីរដងរួចមកហើយបាទតកតងនឹងវត្ថុទាំងអបាម៉ានេះខ្ញុំបាទថែសារឬក៏ប្រើផ្ទាល់ខ្លួនទេតែបើពុកម៉ែបងប្អូនបាទថាស្រឡាញ់ចង់ចែកគឺចែកបានបាទណាខ្ញុំបាទមិនបិទសិតទេបាទព្រោះខ្ញុំជ្រាបខ្ញុំយល់ថាពុកម៉ែបងប្អូនរវល់ការងារបាទគ្មានពេលវេលាដើម្បីស្វែងរកទេបាទហើយក៏មិនចេះតែដើរដែរបាទតតែគេបង្ហាញផ្លូវតតែមានបទពិសោធន៍ទៅដើរទៅ
ភាគច្រើនគឺបានអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយនេះគឺជាខ្នាយកាច់បាទនេះចំណុចអូមួយខ្វោករបស់នេះគឺខាងចុងគាត់ខ្ញុំកាត់ចេញបាត់ហើយបាទដោយសារតែដូចខ្ញុំក៏ជម្រាបអញ្ចឹងគាត់ខ្ញុំពាក់គាត់ឡើងដើមឈើអញ្ចឹងប៉ះទៅស្រាំចុងអញ្ចឹងខ្ញុំកាត់ចេញបាទគឺរបស់គេឲ្យទៅយកក្នុងមួយសប្តាហ៍បានរបស់2តែរបស់មួយទៀតទៅខាងលពូនៅខាងភ្នំពេញបាត់ហើយបាទនេះគឺទុកផ្ទាល់ខ្លួនបាទគឺมันអាចចែកបានទេបាទរបស់គេឲ្យត្រូវតែទុកមួយបាទបើសិនជាមាន2ទុកមួយតែបើសិនជាមានមួយហ្នឹងគឺជាការសម្រាប់ចិត្តរបស់យើងជាអ្នករកបានអ្នកគេឲ្យហ្នឹងបាទខ្នាយតាន់ណាពុកម៉ែបងប្អូនបាទរបស់បុរាណហើយនេះគឺជាប្រភេទផូស៊ីលបាទគល់ស្នែងបាទផូស៊ីលគល់ស្នែងហើយនេះគឺជាគល់ស្នែងដែលខ្ញុំបាទធ្វើកិច្ចអនុញ្ញាតចាប់រៀងបាទសេរីចុងបាទហាក់ចុងចោលបាទព្រោះអីនេះជាគល់ស្នែងទេបាទខាត់ដើម្បីធ្វើជាចុងហើយដល់ពេលមានមេឃភ្លៀងយើងអនុញ្ញាតគេយកទៅឈ្មោះទៅចាក់ភុកចាក់ដីទៅបាទយូរទៅដូចនឹងចុងស្នែងដូចពុកម៉ែបងប្អូនឃើញស្រាប់ហើយបាទជាក់ស្ដែងគឺញាក់សាច់តែម្ដងបាទនេះគឺជាស្នែងបុរាណដែរបាទកាច់ឬបាក់ខ្ញុំបាទមិនជ្រាបមិនច្បាស់ដឹងត្រឹមថាចំណុចគល់នេះមិនតិចឆ្នាំទេបាទណាសាច់ស្មើនឹងខាងក្រៅបាទរបស់បុរាណរបស់កប់ដីតៃសាក់ក្នុងព្រៃគឺពូកែពិសេសជាងរបស់បាននៅបែបថាស្នែងមានពិតតែស្នែងហ្នឹងគឺជាស្នែងយុការយឆ្នាំបាទតែមិនមែនជារបស់តៃសាក់មិនមែនជារបស់កប់ដីគឺជារបស់សល់ពីដូនតាពីណាពីណីមកអញ្ចឹងក៏ពូកែដែរបាទពិសេសដែរតែនៅចាញ់របស់កប់ដីទេបាទរបស់តៃសាក់ក្នុងព្រៃទេនេះជាបទពិសោធន៍របស់ខ្ញុំបាទផ្ទាល់ណាពុកម៉ែបងប្អូនមិនមែនខ្ញុំបាទចង់និយាយសម្ដៅថារបស់ស្នែងចុងស្នែងដែលមានអាយុកាលរាប់រយឆ្នាំតែពូកែហ្នឹងបើថាមិនពូកែទេគឺពូកែតែនៅចាញ់របស់ដែលខ្ញុំបាទកំពុងតែបង្ហាញទេគឺរបស់កប់ដីតៃសាក់នៅក្នុងព្រៃក្នុងចង្ការបាទគឺតាមជើងភ្នំក្តីលើភ្នំក្តីគឺសិតសឹងថាជារបស់មួយដែលពីធម្មជាតិបាទហើយនេះគឺរបស់ដែលខ្ញុំបាទបានមានឧបនិស្ស័យរបស់បាននៅលើទីទួលភូមិចាស់ទីទួលបុរាណបាទបើនិយាយពីអាយុកាលមិនតិចឆ្នាំទេណាពុកម៉ែបងប្អូនបាទសង្កេតមើលសាច់បាទឡើងចង់ខ្លាយទៅជាប្រូស៊ីលហើយបាទគឺអាចស្រោបបានណាពុកម៉ែបងប្អូនស្រោបពាក់តែម្ដងមិនបាច់សាងជាតួអង្គទេគឺមានញៀនគេអាស្រ័យនៅហើយបាទតែបើយើងស្រឡាញ់តួអង្គក៏សាងបានមិនធ្វើទេបាទហ្នឹងគឺពូកែបាទមានអានុភាពស័ក្តិសិទ្ធិលើបុគ្គលជាអ្នកថែសារគេបែបបាត់គេតែប៉ុណ្ណោះហ្នឹងតែជឿពូកែហើយបាទហ្នឹងបាទនេះគឺជាកធប់ឬក៏ថ្មសំលៀងជ្រូកព្រៃបាទប្រភេទញីបាទជារបស់បុរាណដែរបាទណារបស់មិត្តភ័ក្តិខ្ញុំជូនមកឲ្យខ្ញុំថែសារបូជាបាទគាត់មានឧបនិស្ស័យរបស់បាននៅចការគាត់តែម្ដងហើយចការគាត់ហ្នឹងមានបំណែកក្អមបុរាណចានបុរាណបាទគាត់ជូននៅពេលហ្នឹងខ្ញុំបាទធ្លាប់បង្ហាញម្ដងហើយគឺទាំងឈុតតែម្ដងទាំងថាសតែម្ដងព្រៃគាត់ស្រឡាញ់ដែរតែគ្មានពេលវេលាព្រោះថាតែគាត់ចេញដើរទៅក្រៅស្រុកឬក៏គាត់ជឿជាក់ទុកចិត្តលើខ្ញុំក៏ជូនមកឲ្យខ្ញុំទៅខ្ញុំក៏ជូនវិស័យគាត់តាមលទ្ធភាពខ្ញុំមានបាទណាពុកម៉ែបងប្អូនគឺបែបហ្នឹងខ្ញុំបាទ
អឺសូមបញ្ចប់វីដេអូត្រឹមហ្នឹងបាទពុកម៉ែបងប្អូនចាប់អារម្មណ៍អង្គណាអីបាទអាចឆាតឬក៏ call មកខ្ញុំបាទបានខ្ញុំបាទនឹងថតជូនសារជាថ្មីបើសិនជាស្រឡាញ់ចង់បានចង់មើលឲ្យច្បាស់បាទណាអរគុណច្រើន